នេះគឺជារូបមន្តក្នុងការអាំងឆ្អឹងជំនីគោឲ្យមានរសជាតិឆ្ងាញ់ហើយងាយបំផុតបងប្អូនលឿនរហ័សឆាប់បានញ៉ាំខ្ញុំយកវាមកតម្រៀបដាក់នៅលើថាសអញ្ចឹងមកហើយខ្ញុំរោយអំបិលហើយនិងម្រេចដាក់ពីលើបងប្អូនឆ្អឹងជំនីនេះងាយរកទិញទេនៅតាមផ្សារអាមេរិកហើយគេជាវាជាប្រទេសស្ដើងស្រាប់អញ្ចឹងយកវាមករោយអំបិលម្រេចពីលើរួចរាល់អញ្ចឹងហើយខ្ញុំដាក់អាំងក្នុងរយៈពេល10នាទីប៉ុន្តែបាន5នាទីបងប្អូនបើកប្រែវាត្រឡប់មកម្ខាងទៀតអញ្ចឹងមកព្រោះអីសាច់ឆ្អឹងជំនីនេះវាស្ដើងទេតែមួយផ្លែតវាឆ្អិនហើយបាន10នាទីក្រោយយើងយកវាមកលាបជាមួយនឹងទឹកស៊ុសអានេះគឺទឹក barbecue sauce បងប្អូនអាចរកទិញនៅតាមទីផ្សារណាក៏មានដែរម៉ាកខុសគ្នាក៏អត់អីដែរនៅតាមផ្សារអាមេរិកក៏មានផ្សារកូរ៉េផ្សារចិនផ្សារវៀតណាមផ្សារខ្មែរអីគឺមានទាំងអស់គ្រាន់ថាម៉ាកវាខុសគ្នាអញ្ចឹងណាទៅតាមរសជាតិយើងលាបវាឲ្យសព្វទាំងសងខាងអញ្ចឹងមកយើងលាបវាបានសព្វម្ខាងហើយយើងត្រឡប់មកម្ខាងទៀតលាបវាឲ្យសព្វបន្ទាប់ពីយើងបានលាបវាសព្វហើយយើងយកវាទៅអាំងបន្ថែមតែ5នាទីទៀតបានហើយដើម្បីឲ្យទឹក barbecue ហ្នឹងវាជ្រាបចូលទៅក្នុងសាច់របស់យើងបន្ទាប់ពី5នាទីក្រោយយើងយកវាចេញពីចង្ក្រានមកយើងលាបវាបន្ថែមពីលើបន្តិចទៀតដើម្បីឲ្យឃើញមានពណ៌និងរលើបរលោងស្អាតគួរឲ្យចង់ញ៉ាំណាហើយចុងក្រោយនេះខ្ញុំរោយជាមួយនឹងគ្រាប់ល្ងអូយដាក់គ្រាប់ល្ងទៅពេលដែលញ៉ាំទៅប៉ះគ្រាប់ល្ងនឹងឆ្ងាញ់ណាបងប្អូនឈ្ងុយបើអ្នកខ្លែមវិញធានាថាមកអែមហ្មង